អូយសូមគ្រប់លោកចៅក្រមនៅហ៊ានមកគ្រប់យ៉ាងទៀតឯងធ្វើយ៉ាងដេកមិនលក់ស៊ីក៏មិនឆ្ងាញ់អង្គុយក៏មិនសុខនៅហ៊ានមកគ្រប់បញ្ជាយ៉ាងទៀតយើងចង់ទៅសម្រាប់ឥឡូវនេះបើខ្ញុំមានកាយខុសឆ្គងសូមលោកមេត្តាអភ័យនេះសុទ្ធតែជាល្បិចឯងទាំងអស់50ឆ្នាំមុនឯងលាក់ព្រលឹងរបស់ជីវយេធ្វើបាត់បញ្ជីខ្មោច30ឆ្នាំក្រោយឯងធ្វើជាយមបាលយកសិភើស្លាប់របស់វងទៅយកទម្លាក់ទុកឯងធ្វើអញ្ចឹងគឺចង់ឲ្យជីវយេនិងសង្សារវាបានជួបគ្នាតែប៉ុណ្ណោះឯងជាមនុស្សចេះដឹងតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនល្មើសនឹងច្បាប់ធ្វើការនៅទីនេះមិននឹងកើតឯងធ្វើអញ្ចឹងគឺធ្វើអ្នកដតីដេកក៏មិនលក់ស៊ីបាយក៏មិនឆ្ងាញ់នឹងត្រូវមានទោសទៀតតែឯងតែចិត្តទេដែលខ្ញុំធ្វើនោះគឺដើម្បីកូនស្រីខ្ញុំតែប៉ុណ្ណោះគ្មានបំណងអីផ្សេងទេឯងមានកូនចៅយើងអត់ទេហានៅស្រុកជីងនៅស្រុកកៅអ៊ីវសុទ្ធតែជាកូនចៅរបស់យើងបើឯងប្រើល្បិចកែប្រែតែបន្តិចអ្នកដែលមិនគួរស្លាប់អ្នកដែលគួរស្លាប់មិនស្លាប់អញ្ចឹងនរោ18ជាន់ទណ្ឌកម្ម360ខគេបង្កើតមកធ្វើអីខ្ញុំបានដឹងខុសហើយបើដឹងខុសនោះប្រសើរហើយយើងនឹងយករឿងនេះទៅរាយការណ៍ប្រាប់ស្ដេចយមរាជថាឯងលាក់ទុកបញ្ជីរបស់វងទិញនិងលាក់ទុកព្រលឹងរបស់កូនស្រីឯងទៀតយើងនឹងរាយការណ៍បានច្បាស់លាស់ទុកឲ្យព្រះអង្គកាត់ទោសឯងចុះរឿងនេះយើងមិនរវល់ទៀតទេបើសិនជាយើងត្រូវគេកាត់ទោសឯងវិញឯងក៏គិតមិនផុតដែរឯងនឹងត្រូវគេចងរឹតកហើយយកខ្លាញ់ពុះមកបញ្ច្រកហើយឡើងរកាដែកជឿយេជុំមកថានរោចំណែកវងតិចមិនដឹងស្លាប់ឬរស់រឿងទាំងអស់នេះសុទ្ធតែខ្ញុំជាអ្នកធ្វើទាំងអស់ឲ្យតែពួកគេបានសុខរឿងអ្វីខ្ញុំសុខចិត្តទទួលទាំងអស់ទោះចុះឋាននរោ18ជាន់ក៏ដោយទទួលទរណកម្មទាំង360យ៉ាងខ្ញុំព្រមទទួលទាំងអស់សូមលោកយមរាជលើកលែងទោសឲ្យពួកគេទាំងពីរឯងនិយាយដូចនេះចង់ឲ្យយើងដោះលែងពួកគេជាមុនទើបឯងព្រមសារភាពមែនទេបើគេទាំងពីរនាក់មិនទាន់ចេញពីឋាននរោខ្ញុំមិនសារភាពទេឯងធ្វើនេះចង់ធ្វើបាបយើងតើរឿងអ្វីខ្ញុំសង្ឃឹមលើលោកទាំងអស់រឿងនេះយើងត្រូវរាយការណ៍ថ្វាយស្ដេចយមរាជសិនចាំមើលតើព្រះអង្គមានបញ្ជាអីទៀតសូមអរគុណលោកយមបាលចំពោះដីអានថងនិងលក់កៅវ៉ាន់តើជាដីល្អមែនទេស្រីស្អីឪពុកនាងទៅជួបលោកយមបាលមិនមែនទេខ្ញុំឃើញគាត់នឹងស្ដេចយមរាជទៅជាមួយគ្នាបានណាទៅជួបគាត់ហើយច្បាស់ជាមានគ្រោះថ្នាក់មិនខានទេហើយបានជប៉ុកខ្ញុំទៅដោយខ្លួនឯងឆាប់បើកទ្វារទៅខ្ញុំចង់ទៅជួយគាត់មិនកំដៅខ្ញុំទេឆាប់បើកទ្វារទៅបើកទ្វារបើឆាប់បើកទ្វារទៅបើលោកមិនបើកទ្វារទេខ្ញុំនឹងបើកក្បាលសម្រាប់ខ្លួនភ្លាមយេកុំអីកុំខ្លាចអ្នកស្ងៀមនេះจะដើរអីដែរហ៎ឯងមិនដែរលឺទេដើរមេឃធរណីនៅក្នុងដៃយើងអាចចង់យ៉ាងម៉េចយើងចង់ឯងដោះលែងឈឺយីណែឯងធ្វើអីហ្នឹងធ្វើចឹងវិញបានប្រកាសជាបានពួកលោកគិនទៅក្រៃពួកលោកចង់រកទិញដីល្អមែនទេបើសិនជាពួកខ្ញុំរត់បាត់យកមកបាននឹងចាត់ពួកលោកតាមចាប់ពួកខ្ញុំមិនខានដល់ពេលនោះពួកលោកអាចទិញដីនឹងទុកឲ្យហើយទៅពួកយើងអាចបដូរគ្នាបានហើយកូនចៅលោកថ្ងៃក្រោយប្រកាសជារងរឿងមិនខានលោកគេស្រួលបួលទៅអញ្ចឹងមែនហើយកោតតវាចេះនឹកឃើញដីល្អសំខាន់ជាងណោះមិនបានទេលេងមានទេបងថោគាត់មកច្បាស់ជាមានរឿងអីកើតឡើងមិនខានទេតើហេតុអីគាត់មានទោសអីបានជាគេចាប់គាត់មកទីនេះ
តាមមើលតាមមានទៅរឿងមួយកូនច្បាស់ជាលបងធ្វើឲ្យបាយការនឹងសម្ងាត់នោះហើយបានជាគេនាំមកមិនបានទេយើងត្រូវគេចាប់គាត់ទេអីបងគាត់ធ្វើអីហ្នឹងទៅជួយគាត់មិនបានទេរឿងនេះបងត្រូវគេបានច្បាស់លាស់ជឿយីពួកយើងបានឆ្លងផុតគ្រោះថ្នាក់ហើយហេតុអីពួកយើងមិនអាចជួយគាត់ចេញផុតឋាននរកបងតេងអីលបងចំជប់ដោះមែនឃ្លោកចាស់ហ្វងណៃនៅកៅអ៊ីនោះអីស្គាល់ទេស្គាល់គេជាមនុស្សល្បីឈ្មោះនៅចောင်းពេប្រកបមុខរបរធ្វើគ្រូទីឈប់និយាយរឿងនេះយើងដឹងច្បាស់លាស់ណាស់យើងមិនយល់សោះវាគួរតែអាយុ93ឆ្នាំទើបងាប់ហេតុអីទើបតែ37អាចចាប់វាមកអញ្ចឹងអយុត្តិធម៌គេជាមនុស្សទៀងត្រង់ណាស់គេមិនជឿធម៌ព្រះហើយក៏មិនជឿឋាននរកដែរអញ្ចឹងមិនអាចឲ្យគេស្លាប់បានទេអញ្ចឹងបានន័យថាផុនច្រឡំហើយបញ្ជីខ្មោចស្លាប់រស់របស់ហ្វាំងទីងខ្ញុំបានធ្វើបាត់ចំណែកពេលវេលាហ្វាំងណៃគឺលោកផុនច្រឡំថាវាពីរនាក់ជាបងប្អូនគ្នាចំជាសួយមែនអ្នកដែលគួរស្លាប់បែរជាមិនស្លាប់អ្នកដែលមិនគួរស្លាប់បែរជាស្លាប់ទៅវិញអញ្ចឹងបានជាគេថាឋាននរកអយុត្តិធម៌ណាស់មានមនុស្សជាច្រើនដែលត្រូវពួកយើងមួលបង្កាច់ឲ្យគេស្លាប់លោកមកពីយើងខ្វះកម្លាំងកាលពីខែមុនខេត្តឈើឈួនរំជួលផែនដីក្នុងរយៈពេលតែប្រហែលថ្ងៃសោះស្រាប់តែមានពលិង270,000នាក់ចុះមកក្រោមដល់ពេលនោះយើងចំណាយពេលយ៉ាងយូរឆែកមើលតាមពិតមាន90,000នាក់មិនទាន់អស់អាយុដូច្នេះយើងក៏បញ្ជូនពួកគេទៅឋានកណ្ដាលវិញយើងសង្ឃឹមថាគ្រូពេទ្យអស់នោះអាចជួយមនុស្សស្លាប់ឲ្យរស់ឡើងវិញហើយមើលទៅយើងចិត្តជួបគ្នានៅគុកធំហើយបិទមាត់ឃ្លោកចាស់បាទលោកម្ចាស់ឯងទៅសួរហ្វាំងណៃមើលមិនក៏ត្រូវគេចាប់មកទីនេះអញ្ចឹងមិនបាច់ទេប្រកាសជាចាប់ច្រឡំហើយឥឡូវនេះចាប់ហ្វាំងតេងមកបើចាប់មិនបានចាប់ហ្វាំងណៃមកទៅវីវ៉យជំរាបលោកម្ចាស់វ៉ាងតេងនាំអ៊ូជាយេរ៉ាបាត់ហើយចំជប់ដោះមែនយើងឲ្យពួកឯងយឹមឲ្យតឹងរឹងមិនក៏មិនដល់ឲ្យពួកវារត់បាត់អញ្ចឹងហ៎មិនដឹងជាហេតុអីទេវាស្រាប់តែមានដើរទឹកចៅកង់ពួកយើងទាំងអស់គ្នាទប់ប្រមាណទេលោកម្ចាស់ឆោតទៅប្រាប់អ្នកការពីព្រំដែនឲ្យបិទទ្វារទាំងអស់ដាច់ខាត់កុំឲ្យពួកវារត់រួចឲ្យសោះជើងទទួលស្ដេចយមរាជឲ្យចាត់ការក្នុងរឿងនេះលោកទីប្រឹក្សាលោកចេញមកហើយខ្ញុំទទួលបញ្ជាពីលោកចង្វាយស្រុកមកពិនិត្យសាកសពហ្វាំងណៃលោកចង្វាយស្រុកនិយាយថាមនុស្សស្លាប់បាត់ទៅហើយត្រូវតែដាក់ទុកក្នុងក្តារមឈូសភ្លាមជៀសវាងកុំឲ្យស្អុយដល់គេឯងឬមួយក៏ចង់ចាំខ្មោចស្រីនោះមករៀបចំពិធីធ្វើឲ្យខ្មោចនេះរស់ឡើងវិញលោកចង្វាយស្រុកខ្លាចពួកឯងធ្វើអ្វីប្រតិផ្ដាស់បានជាចាត់ឲ្យពួកខ្ញុំមកពិនិត្យសាកសពបើពួកឯងនៅតែមិនចាត់ការទេមនុស្សនៅសាលាស្រុកច្បាស់ជាជួយយកតកប់ឲ្យហើយតម្រួតបូតសែងក្តារមកជួយចូលមកបូតកុំអាសិនខ្ញុំចង់ឲ្យគ្រូពេទ្យពិនិត្យដង្ហើមប្តីរបស់ខ្ញុំមនុស្សស្លាប់បិទទៅហើយធ្វើមិនមានដង្ហើមទៀតទៅខ្ញុំពិនិត្យឃើញថាប្តីខ្ញុំនៅមានដង្ហើមបានជាខ្ញុំមិនទាន់បញ្ចុះសពគាត់គេឲ្យលោកសាកទៅលោកមិនបញ្ជាក់ឲ្យពួកគេមើលផងពួកគេធ្វើមិនជឿលោកនោះពិតជានឹងមានដង្ហើមមែនទេធ្វើបើដង្ហើមនឹងខ្សោយមែនតែមិនទាន់ដាច់ពិតទេមនុស្សដែលនៅមានដង្ហើមមិននឹងអាចយកទៅបញ្ចុះបានបើគ្មានជីបចរតែមិនទាន់ដាច់ដង្ហើមតើគេរស់ឬក៏ស្លាប់
มึงជាមិនតស្លាប់ទេបើស្លាប់តំណប់ភួយមិនដល់កន្លះថ្ងៃផងស្អុយបាត់ទៅហើយមិនអាចទុកដល់ពេលនេះបានលោកគ្រូពេទ្យលោកយល់យ៉ាងម៉េចបើអត់មានដង្ហើមនឹងជីបចូលក៏ប្រកាសជាស្លាប់ទៅហើយតែបើដង្ហើមមិនទាន់អស់គឺអាចទុកមួយថ្ងៃពីរទៀតបានបើអញ្ចឹងលោកទីប្រឹក្សាម្នាក់មួយផ្លែតលោកដឹងស្រាប់អើយនៅលើលោកនេះមានរឿងចម្លែកគេមិនអាចបកស្រាយបានទេអ្នកស្រីទី2របស់ខ្ញុំគឺជាឧទាហរណ៍ស្រាប់ហើយបើកុំតែដូនជីមកដប់ប្រើភ្លើងដុតនាងទេគាត់ក៏មិនបាត់ដែរលោកម្ចាស់ខ្ញុំជាមនុស្សចម្លែកអ្នកណាក៏មិនដឹងថាលើលោកនេះមានរឿងអីដែរឥឡូវឲ្យអ្នកស្រីធំខ្ញុំជូនអស់លោក20ដំឡឹងចុះទុកថាកុំឲ្យមកឲ្យអត់ប្រយោជន៍ហើយនឹងចេញលោកទៅផឹកស្រាមួយឆ្ងាញ់យ៉ាងមិនដែរបើអញ្ចឹងមានអីក៏ប៉ុន្តែគ្នាខ្ញុំច្រើនណាស់បានតែ20ដំឡឹងដូចជាមិនក្រាន់ទេមែនទេត្រូវខ្ញុំដឹងខ្ញុំទៅពិភាក្សាជាមួយអ្នកស្រីធំភ្លាមណាអ្នកស្រីថងអ្នកស្រីថងអ្នកស្រីថងខ្ញុំជួយផងអ្នកស្រីថងពីបងជួយទៅអ្នកស្រីថងអ្នកប្រុសដាក់ស្រុកមុខអ្នកប្រុសទី2អ្នកប្រុសយ៉ាងម៉េចហើយអត់ទេតែមានរឿងអីហ្នឹងអ្នកប្រុសទី2ទៅផ្ទះខ្ញុំឲ្យធូបសាងឃ្លោកចាស់មិនដឹងថាហេតុអីស្រាប់តែគាត់កេងលុះដល់បងខ្ញុំស្មានតែគាត់ហត់មិនហ៊ានរំខានគាត់ទេតែគាត់កេងលុះអស់មួយថ្ងៃមួយយប់ទៅហើយគាត់មិនដឹងជាកំពុងនិយាយជាមួយអ្នកណាទេឈីយេគាត់ជួបនឹងលោកគ្រូអូហើយនឹងឈីវយេបន្ទាប់មកមិនដឹងជាប្រកាសជាមួយអ្នកណាទៀតទេការពិតវ៉ាងតេងគឺជាឯងតាបាត់ត្រូវវ៉ាងតេងដែលនៅកៅអៀវនេះគឺវានឹងវ៉ាងតេងនៅកៅអៀវអញ្ចឹងបានជាកសែលោកយមបាំងអត់មានបញ្ជីខ្មៅរបស់ឯងធ្វើឲ្យយមនឹងជារកឯងនៅណាពួកគេថារកតាមសម្រួលតែរករបស់ឯងខ្ញុំមិនដឹងទេបន្ទាប់មកគាត់ក៏ស្ទាបលើដៃគ្រប់ទីកន្លែងរើបានប្រកាក់នោះរួចហើយយកឡើងមកចងជាដៃទៀតមួយពេលនោះស្រាប់តែដូចជាគាត់ឃើញរបស់ឯងម្យ៉ាងអញ្ចឹងម្នាក់នោះជាអ្នកណាត្រូវគេដាក់ច្បាប់ដៃជើងខ្ញុំមិនដឹងទេបន្ទាប់មកខ្ញុំក៏ដាស់គាត់អ្នកប្រុសទី2ភ្ញាក់ឡើងអ្នកប្រុសទី2បាត់ភ្នែកទាំងអស់អីហើយបន្ទាប់មកគាត់ក៏ស្ទុះឡើងមកហើយលើកដៃលើកជើងនិយាយថាពួកយើងអាចគេចផុតពីគ្រោះថ្នាក់បានហេតុអីក៏អាចជួយគាត់ចេញផុតពីឋាននរកគាត់និយាយរួចហើយក៏កាត់ដៃទឹកនោះចេញពីផ្ទះរួចហើយឃើញស្អីក៏កាប់នឹងតែម្ដងគាត់វាយជាមួយអ្នកណាអ្នកបងដឹងទេខ្ញុំមិនដឹងទេរំលងមើលស្ទុះគាត់ក៏ចាប់មនុស្សម្នាក់ហើយនិយាយលឺថាលបងវាហៅថាបងអញ្ចឹងមានតែឃើញប្តីខ្ញុំហើយខ្ញុំមិនដឹងដែរយីឬមួយគាត់ទាំងពីរអ្នកបងប្អូនជួបគ្នានៅក្នុងឋាននរកអីយ៉ាពួកនេះនិយាយអស់កន្លះថ្ងៃការពិតវ៉ាងតេងរស់ឬក៏ស្លាប់នឹងហើយគាត់មកផ្ទះខ្ញុំលោតទៅលោតមកអស់ពេលយ៉ាងយូរបន្ទាប់មកគាត់ក៏ដួលលើដីខ្ញុំស្ទាបជាមួយគាត់អត់មានដល់ដង្ហើមដូច្នេះខ្ញុំក៏ឲ្យគេសាញ់គាត់មកទីនេះមកអានេះលោកមកមើលតើគេមានដង្ហើមឬអត់ជីបចោគាត់នៅលុននៅឡើយទេអញ្ចឹងមិនតន់ស្លាប់ទេអ្នកប្រុសទី2យើងមិនតន់ស្លាប់ទេត្រូវហើយពួកឯងមានយោបល់ទេមួយរយៈនេះមិនក្តៅណាស់បើសិនមិនយកពួកគេទៅកប់ទេ3ថ្ងៃក្រោយពិតជាស្អុយបើសិនជាមានជំងឺអីឆ្លងនោះលោកទីប្រឹក្សាលោកទទួលខុសត្រូវតែឯងមែនទេអាចទទួលខុសត្រូវម្នាក់ឯងបានទេត្រូវហើយមិនបានទេទៅសាញ់ក្តាមឈូសចូលមកយកសាកសពនេះទៅកប់ចោលហើយមិនបានទេខ្ញុំមិនឲ្យលោកដាក់ប្តីខ្ញុំក្នុងក្តាមជួនទេខ្ញុំក៏មិនឲ្យយកអ្នកប្រុសខ្ញុំទៅដែរវុយពួកយើងធ្វើការឲ្យចង់រៀងអ្នកស្រីធំក្មេងនេះមានការចង់និយាយជាមួយអ្នកស្រីមានការអីចង់និយាយជាមួយខ្ញុំប្រហែលថ្ងៃមុនពួកខ្ញុំនៅមាត់ទន្លេឃើញមនុស្សម្នាក់នៅក្នុងគុំស្មៅការប៉ិតគាត់គឺជាបងស្រីដែលធ្លាប់ទិញខោអាវឲ្យពួកខ្ញុំស្លៀកពាក់ទិញចំណីអាហារឲ្យពួកខ្ញុំញ៉ាំពួកខ្ញុំបានសាញ់គាត់ទៅដាក់ខ្ទមអ្នកតាហើយដាក់វែងគ្នាយាមគាត់ទៀតក្រោយមកទៅពួកខ្ញុំដឹងថាគាត់នៅទីនេះដូច្នេះខ្ញុំមកចង់ប្រាប់មីងខ្ញុំចង់សួរមីងថាតើឲ្យពួកខ្ញុំសាញ់គាត់មកឬក៏មីងចាប់មនុស្សឲ្យទៅសាញ់គាត់ពិតជាមានរឿងបែបនេះមែនខ្ញុំអត់និយាយកុហកមីងទេអ្នកអាចច្រមុះយើងសួរឯងតើពេលនេះគេរស់ឬក៏ស្លាប់គាត់បាត់ភ្នែកចិនហើយគាត់អត់ឆ្លើយដែរប៉ុន្តែខ្ញុំស្ទាបខ្លួនគាត់ទៅខ្លួនគាត់នៅក្តៅអញ្ចឹងមិនតន់ស្លាប់ទេប្រសាណាសូមឲ្យជីវយាយក៏មិនតន់ស្លាប់ដែរពិតជាព្រះជួយមែនសូមអរគុណដល់ព្រះជាម្ចាស់អាយ៉ា
មើលទៅប្រហែលជាកន្លែងនេះហើយហ៎អ្នកស្រីទី2អេបងប្អូនកុំខ្លាចអីណាខ្ញុំជាគ្រួសារនៃបងស្រីនេះតែពេលនេះបងស្រីមិនតាន់ដឹងខ្លួនទេលើកនេះសូមអរគុណបងប្អូនស៊ីជឺយ៉ាងម៉េចហើយអ្នកស្រីទី2នៅនេះអើមកចូលមកឆាប់នាំគ្នាសែងអ្នកស្រីទៅផ្ទះវិញឆាប់ឡើងប្រយ័ត្នតិចប្រយ័ត្នផងឯថាសូមមិនចេះស្នាខ្មោចក៏រកទីនេះមិនឃើញដែរមែនហើយមិនត្រឹមតែយមរាជយមបាលមករកទេសូម្បីតែប្រអិនចាត់ឲ្យគេមករងក៏រកមិនឃើញដែរជើខ្ញុំចឹងតើកន្លែងនេះជាកន្លែងអីទៅទីនេះគឺជាជើងមេមិនមែនជាកន្លែងទេបើកូនតពុកខ្ញុំប្រើក្បួនទូទីរងភ្នំនេះគឺច្បាស់ជាមើលមិនឃើញទេទីនេះគឺនៅឆ្ងាយដាច់សង្វែងពីឋានមនុស្សលោកស្ងប់ស្ងាត់ល្អរស់នៅរាប់សិបឆ្នាំប្រៀបដូចជាមួយថ្ងៃអញ្ចឹងទីនេះគឺជាផ្ទះរបស់ខ្ញុំហើយគឺជាកន្លែងដែលខ្ញុំលាក់ខ្លួនគ្មានអ្នកណាគេដឹងទេកាលពីមុនខ្ញុំទទួលយកព្រំលិខិតជាសំខាន់ខ្ញុំស្មានតែឆាច់ជីវិតព្រំលិខិតជាអ្នកចាទុកឥឡូវនេះឃើញលោកគ្រូរៀបចំអ្វីៗជូននាងទើបខ្ញុំអាចដឹងថាព្រេងវាសនាអាចកែប្រែព្រំលិខិតមនុស្សអាចឈ្នះធម្មជាតិមនុស្សអាចធ្វើអ្វីៗក៏បានរហូតដល់នាងអាចរត់ចេញពីឋាននរកមករស់នៅម្នាក់ឯងរស់នៅកន្លែងមានតាក់ទងមួយនឹងដីនិងគ្មានការស្លាប់រស់ខ្ញុំរស់នៅរាប់សិបឆ្នាំហើយចំចអត់ប្រយោជន៍មែនលោកបងឥឡូវដល់ពេលវាសនាអាចកែប្រែព្រំលិខិតមនុស្សអាចឈ្នះធម្មជាតិឯចង់ឲ្យបងដូចជាជីវយេអញ្ចឹងមានកន្លែងតាក់ទងមួយនឹងដីគ្មានការស្លាប់រស់ហើយអ្វីដែលលោកគ្រូអ៊ូធ្វើបានលោកបងក៏ធ្វើបានដែរបងមិនមានសមត្ថភាពទៅខ្ញុំជឿជាក់ថាឈឺយីប្រកាសជួយលោកបងបានឈឺយីមិនតាន់ធ្វើអ្វីផងអាចជួយបងចេញពីវងទូទៅហើយលោកបងកុំនៅទីនេះទៀតអីខ្ញុំជឿថាអ្នកបងកំពុងនឹកបងណានៅទីនេះសូម្បីតែក្បាលគោមុខសេក៏រកបងមិនឃើញដែរបើបងទៅវិញពួកវាច្បាស់ជាចាំបងនៅមាត់ទ្វារហើយរឿងនេះលោកបងមិនខ្លាចទេខ្ញុំជឿថាដើមមេធរណីរបស់ប៉ៅកុងនេះបានបដៅពួកវារួចហើយលើកនេះបានធ្វើជាហនុមានអុកឡុកឋានសុខបានធ្វើជាឡៅចាអុកឡុកឋានប្រជុំនេះសេនាឋាននរកច្បាស់ជាមិនអត់អស់នៅបងទេលោកបងរឿងឋាននរកទុកខ្ញុំទទួលខុសត្រូវតែឯងចុះលោកបងចាប់ទៅវិញទៅនាំអ្នកបងចេញពីកៅអីទៅនេះជាវាសនារបស់បងមិនអាចបន្ទោសប្អូនបានទេបងមិនអាចឲ្យឯងទទួលខុសត្រូវម្នាក់ឯងទេតាមខ្ញុំយល់រឿងដល់ដំណាក់កាលនេះទៅហើយលោកបងគួរតែត្រឡប់ទៅវិញសិនទៅពេលនេះអ្នកទាំង3នាក់ដកព្រលឹងចេញពីខ្លួនប្រាណខ្លួននៅអង្គុយនៅកៅអីបើសិនជាពួកគេដឹងនោះគេនឹងយកសពទៅដុតហើយដល់ពេលនោះច្បាស់ជាមិនអាចចូលទៅវិញបានទេអ្នកម៉ែមើលនោះអ្នកប្រធមសមពុទ្ធូឆាប់រត់ទៅតើមានរឿងអីកើតឡើងហ្នឹងយើងមានគ្រោះថ្នាក់ធំហើយពួកយើងតើអ្នកណាមានគ្រោះថ្នាក់អាតេងណាអាតេងថាម៉េចបងចង់ទៅវងទូម្ដងទៀតត្រូវហើយបងមកគិតច្បាស់លាស់ហើយបងមិនអាចទៅឪពុកអូនរងទុកនៅគុកធំទេបងតេងនៅទីនេះគឺជាឋាននរក
ធ្វើឲ្យបងប្រកែមែនប៉ុន្តែនៅទីនេះមានអាវុធច្រើនណាស់ប្រយ៉ាងទៀតនៅទីនេះមានតែយើងប្រុងប្រយ័ត្នបងចង់ជួយពុកអូនចេញមកវិញនោះមិនមែនជាការងាយទេតែពេលនេះយើងរត់រួចបើយើងមិនជួយពុកអូនទេស្ដេចយមរាជប្រកាសជាធ្វើបាបពុកអូនដល់ពេលនោះគាត់កាន់តែវេទនាបងធ្វើល្អចំពោះគាត់អញ្ចឹងហើយបានជាគាត់ចង់ឲ្យអូនរៀបការជាមួយបងតាំងពី30ឆ្នាំមុនផ្ទាំងសិលា30ឆ្នាំមុនមានប្រយោជន៍ទេទោះឥឡូវអូនព្រមរៀបការនឹងបងផងការប៉ັດអូនគិតថាចង់ព្យាបាលមករបួសជាសិនចាំគិតពីរឿងរៀបការតែស្មានមិនដល់ថាមានរឿងអញ្ចឹងកាត់ឡើងសោះធ្វើឲ្យខូចការពួកយើងទៅវិញធ្វើបើអូនមិនតរៀបការជាមួយបងប៉ុន្តែពុកអូនបងទុកជាពុកបងហើយដូច្នេះបើបងមិនជួយគាត់ទេមិនសមជាកូនទៅបងជួយកូនស្រីគាត់សំខាន់ជាងអ្វីៗទាំងអស់អូនគឺជាជីវិតរបស់គាត់ពុកអូនគាត់ទុកអូនសំខាន់ជាងជីវិតគាត់ទៅទីឈឺយេបងសម្រេចចិត្តថាជួយពុកអូនហើយនៅពេលដែលគាត់មកដល់គាត់ប្រកាសជាបង្រៀនវិជ្ជាទាំងអស់មកឲ្យបងដូច្នេះចាំពេលនោះចាំបងរៀបការជាមួយអូនមិនដែរបងទេ30ឆ្នាំមុនឪពុកអូនឲ្យអូនរៀបការជាមួយបងទៅហើយយើងរៀបការមិនរៀបការគឺបានកំណត់រួចទៅហើយបើបងមិនយល់តោះទេបើមិននេះទេពួកយើងសែនដូនតានៅទីនេះតែម្ដងទៅឥឡូវបងមិនយល់ថាពេលវេលានេះល្អជាងគេទេល្អអូនស្រឡាញ់គាត់ទេអូនរងចាំថ្ងៃនេះអស់ជាង30ឆ្នាំមកហើយវងនៃអាយុមិនទាន់អស់ហេតុអីអាចមកដល់ឋាននរកកើតរឿងនេះមិនដឹងដែរហូឈឺយីរត់ចេញពីឋាននរកតើពេលនេះនាងលក់ខ្លួនឯណាទូបង្គំមិនដឹងទេទៀតហូយៀនពូកែយ៉ាងនេះរឿងអីដែលវាមិនជួយកូនវាសូមព្រះអង្គលើកលែងទូបង្គំផងលើកលែងផងមើលទៅឯងធ្វើជាយំបាល់មិនយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួនឯងទេយកបុណ្យនេះទៅវាមានយមរិទ្ធទាំងអស់យើងចង់សួរឲ្យបានច្បាស់លាស់និងកាត់ក្តីឲ្យច្បាស់លាស់គណាប់សើទៅភ្លាមទៅសូមព្រះអង្គលើកលែងទូសូមព្រះអង្គលើកលែងទូមាននឹងស្អីព្រះអង្គមិនទាន់ជ្រាបទេហ្វាងណៃហ្វាងតេងនិងអ៊ូឈីវយេបានរត់ចេញពីឋាននរកហើយក្រាបទូលកូនចៅទូបង្គំបានត្រូវចាប់ពួកវាដែរតែដល់ឥឡូវនេះនៅមិនទាន់ដឹងដំណឹងអីសោះរឿងនេះបើព្រះអង្គបានជ្រាបហើយសូមព្រះអង្គកុំខ្ញាល់នឹងទូបង្គំអីសូមលើកលែងទូបង្គំផងពូយានធ្វើយមបាលមិនត្រឹមត្រូវបណ្ដាលឲ្យកូនចៅប្រឆាំងនឹងទេវតាពេលនេះអ្នកទោសនៅឋាននរកនៅតែប្រព្រឹត្តអំពើល្មើសច្បាប់ទៀតដំបូងគឺអ៊ូឈីវជេហើយនឹងវ៉ាងតិចបានចុះមកដល់ឋាននរកហើយប៉ុន្តែមិនបាន2ថ្ងៃផងពួកវាក៏លឿនរត់ទៅវិញវាធ្វើនេះគឺមើងងាយដល់ឋាននរកយើងសេនាឆ្វេងស្ដាប់បាទនាំគ្នាទៅចាប់ខ្លួនអ៊ូឈីវជេនិងវ៉ាងតិចមក
ពួកឯងទៅកៅអ៊ីវចាប់អ៊ូជាយេនៅវ៉ាងទៅវិញភ្លាម លោកកំព្រើបារម្ភអីលោកយកមកបានធ្វើត្បិតតែទៅកៅអ៊ីប្រហែលបន្តិចមែនប៉ុន្តែពួកវារត់ចេញពីដៃពួកខ្ញុំទោះយ៉ាងណាពួកខ្ញុំក៏ត្រូវចាប់វាបានដែរ ទៅឲ្យចាប់មកវិញបើស្ដេចយមរាជដាក់ទោសពួកអត្តពេកឯងក៏មិនរួចខ្លួនដែរឆាប់ទៅ បាទលោកម្ចាស់ខ្ញុំនឹងប្រឹងអស់ពីសមត្ថភាព ហ្នឹងហើយលោកម្ចាស់ទុកចិត្តចុះអេពួកយើងអាចទៅរកដីល្អបាន និយាយទៅទៅ ហើរ៉ាមាត់ទឹកប្រកាសជាផ្ទះវាងណៃហ៎អីនេះទ្វារធំនេះចាក់សោបាត់ហើយ ខ្លាចអីតើខ្ញុំមើលមើល អូឯងមិនខ្លាចទេឯងមិនខ្លាចនៅនឹងចុះយើងទៅខ្នោះហើយហេយ៉ាងម៉េចដែរ អត់មានមនុស្សទេ អត់មានមនុស្សមិនមែនទេអី មនុស្សខាងក្នុងក៏មានល្ងងដែរប្រកាសជាមានការប្រុងប្រយ័ត្នដែរ បើចឹងធ្វើម៉េច អញ្ចឹងណាទោះបីខ្ញុំមើលមិនឃើញក៏ដោយប៉ុន្តែមានតែអ្នកខ្ញុំមើលឃើញ នេះយើងសូម្បីតែក្បាលខ្លួនឯងក៏ការពារមិនបានផងឯងនៅគិតដល់អនាគតកូនចៅឯទៀត រកមនុស្សគឺជាការរួមណាអាចអូសបន្លាយក៏បានឆាប់ក៏បានគឺជារឿងពួកយើងពីរនាក់តើបើពួកយើងរកបានអីនេះកូនចៅយើងឆាប់រកស៊ីមានបានប៉ុន្តែបើយើងយឺនឲ្យគេយកបានមុននោះអ្វីៗច្បាស់ជាអស់រលីងហើយ មែនហើយ ទៅ លេដល់ណាទៀតឆាប់រត់ទៅ
ពេលណាខ្មោចទាំងពីរចូលមកកន្លែងយើងដណ្ដើមទឹកដីយើងតើមានគោលបំណងអី បើអ្នកដឹងពីប្រវត្តិរបស់ពួកខ្ញុំតាពីអ្នកហើយមិនបាញ់និយាយច្រើនទេកន្លែងនេះធំទលាយ៉ាងហ្នឹងយើងចែកគ្នាទៅតើមានបញ្ហាស្អី អ្នកថាកន្លែងនេះជារបស់អ្នកតើមានផោះតាងអីបើអង្គុយទីនេះជារបស់អ្នកខ្ញុំក៏អាចធ្វើបានដែរ ហ្នឹងហើយ នេះជាសម្បត្តិដីដែលចេញពីសាលាស្រុកអ្នកទាំងពីរយកទៅមើលទៅ ទីនេះធំយ៉ាងនេះពិតជារបស់អ្នកមែនទេ ហេកុំទៅរវល់ថាដីរបស់គាត់អីនោះខ្ញុំប្រាប់អ្នកដឹងទៅពួកខ្ញុំតាពីអ្នកដឹងថាទីនេះជាដីនេះដល់ល្បីឈ្មោះដូច្នេះយើងទៅយកឲ្យបានហើយដូចជាកញ្ចក់ឯនេះចង់ដេញពួកយើងផងហ៎កុំសម័យអសោះមិនខុសទេយើងអត់មានសម្បត្តិដីធ្លីមែនប៉ុន្តែយើងមានបញ្ជីខ្មៅរបស់យមបាលឋាននរកឲ្យតែយើងកែបញ្ជីនេះតែបន្តិចអ្នកត្រូវទៅជួបស្ដេចយមរាជភ្លាមយើងប្រាប់អ្នកដឹងទៅ ទីនេះបានជាដីនេះតាហើយគឺមានមនុស្សជាច្រើនដែលមកដណ្ដើមយកតាំងពីដើមមកមិនដឹងជាមានមនុស្សប្រមាណអ្នកទេដែលចង់បានដីនេះវិញ បើអ្នកទាំងពីរមានសមត្ថភាពមកយកទៅបើពួកអ្នកជាសេនាទេវតាខ្ញុំនឹងប្រើក្បួនតាមក្បួនទេវតាបើជាសេនាឋាននរកខ្ញុំនឹងប្រើក្បួនឋាននរក ហ៎និយាយកញ្ចក់នេះថ្លាមធំមែន ខ្លាយស្អីទោះជាឋានៈខាងកណ្ដាំងក៏ធ្វើអីយើងមិនបានដែរ អ្នកទាំងពីរនិយាយមិនខុសទេអ្នកដែលចង់បានដីជាមួយនឹងអ្នកទាំងពីរនោះគឺព្រះអង្គដែលគង់លើព្រះបល្ល័ង្កដែលអ្នកទាំងអស់គ្នាថ្វាយបង្គំគ្រប់គ្នា សេនាឆ្វេងស្ដាំចាប់អ្នកដែលចូលមកភ្លាម ឈឺយេតើអូននៅណាឈឺយេអូនឆាប់ចេញមកឈឺយេ លុំចើមីកអី ប្រពន្ធរបស់ខ្ញុំធ្វើបុណ្យ7ថ្ងៃឲ្យខ្ញុំនាងបានដុតប្រាក់ឲ្យខ្ញុំយកមកជូនលោកម្ចាស់ នេះបានថាពិបាកមែនប្រាក់តូចយ៉ាងនេះក៏យកមកឲ្យយើងដែរហេ ក្រោយពេលខ្ញុំស្លាប់ទៅខ្ញុំអត់មានសល់អីទេប្រពន្ធខ្ញុំថាឥឡូវនេះខ្ញុំអត់មានសម្លៀកបំពាក់ក៏អត់មានអីស៊ីចុកដែរ ចុះមុនពេលឯងស្លាប់អត់បានរៀបចំទេ ពេលនោះខ្ញុំកំពុងសូត្រធម៌នៅក្នុងព្រះវិហារប្រពន្ធខ្ញុំឲ្យខ្ញុំទៅជួយគីហើយខ្ញុំជាមនុស្សស្នេហាយុត្តិធម៌ក៏ទៅជួយភ្លាមទៅតែស្រាប់តែទៅដល់គេធ្វើគៀតខ្ញុំទៅហើយលោកថាមើលតើខ្ញុំនឹងមានពេលណារៀបចំជីវភាពឲ្យប្រពន្ធខ្ញុំទៅថ្ងៃក្រោយនោះ អញ្ចឹងប្រពន្ធឯងមិនពិបាកទៅហើយ លោកម្ចាស់អនុញ្ញាតឲ្យខ្ញុំទៅឋានកណ្ដាលម្ដងទៀតទៅទី1ខ្ញុំបានទៅមើលប្រពន្ធខ្ញុំនិងរៀបចំជីវភាពឲ្យនាងទី2អាចធ្វើកិច្ចការសំខាន់ជូនលោកម្ចាស់ទៀតផង ហើយឥឡូវយើងមានការសំខាន់អីចង់ឲ្យឯងធ្វើនោះ លោកម្ចាស់ក្រែងលោកចេះតែស៊ើបសួរពីដីនាគដែលនៅកៅអីនោះហើយខ្ញុំស្គាល់ឲ្យតែលោកម្ចាស់សរសេរសម្បត្តិមួយច្បាប់ឲ្យខ្ញុំមកលោកចង្វាយសុកច្បាស់ជាជួយចាត់ចែងឲ្យខ្ញុំមកថ្ងៃក្រោយគ្រូសាផាំងប្រកាសជាមានបុណ្យស័ក្តិប្រាក់ហូហៀតើនេះមិនមែនជារឿងសំខាន់ទេ ល្អណាស់នេះលោកជួយធ្វើកិច្ចការនេះខ្ញុំទៅខ្ញុំចាត់តាំងឲ្យលោកធ្វើជាកងរក្សាក្រុងលោកចង់ធ្វើយូរប៉ុណ្ណាក៏ធ្វើទៅណាហ៎អរគុណលោកម្ចាស់សូមអរគុណលោកម្ចាស់ ពួកឯងចូលមកធ្វើអីនឹងចាប់ហ្វាំងតិចបានហើយនៅ ហ្វាំងទេចាំបានទេឥឡូវខ្ញុំចាប់លោកវិញ ប្រហែលឯងហ៊ានមកចាប់យើងផងហ៎
ពួកយើងទទួលបញ្ជាពីយមរាជមកចាប់លោកយកទៅកាត់ទោស យើងមានទោសអីបានចង់ចាប់យើងទៅកាត់ទោសស៊ីសំណុកសុកប៉ាន់យកទៅផលប្រយោជន៍ខ្លួនពួកឯងនិយាយតែផ្ដាស់តើមានផុសតាំងទេ មានខ្ញុំធ្វើជាសាក់សីលោកមួយថ្ងៃឃើញរៀបតែមាសប្រាក់យមរាជបានមើលឃើញទាំងអស់លើកនេះលោកកែកមិនរួចទេ បើលោកមិនទៅតាមខ្ញុំទេខ្ញុំចាប់លោកដាក់ច្រវាក់លើនេះបើមិនចង់ឲ្យគេដឹងលុះត្រាតែកុំធ្វើយើងដឹងថាប្រកបជាមានថ្ងៃនេះតែស្មំដល់ឆាប់យ៉ាងនេះសោះលោកចាស់ បើត រឿងយើងឯងដឹងឲ្យហើយមែនទេ បើត ឥឡូវឯងទៅកៅអ៊ីទៅប្រាប់ចៅយើងថា ប្រាប់គេពីដីនេះនៅកៅអ៊ីនោះ មិនមែនទេរឿងនឹងមិនសំខាន់ទេគឺប្រាប់វាកុំអោយលំមប់ស្រីពេក អីយ៉ាបើចង់ពិបាកណាស់ នៅមានទៀតកុំអោយវាលុបលុនទ្រព្យសម្បត្តិពេក អីយ៉ានោះរឹតតែពិបាកទៀត លោកចាស់យើងសុំវល់ឯង ប៉ិនគិតគូរដល់យើងមែនប៉ិនគិតគូរដល់យើងមែនពិតជាគិតដល់យើងមែនលោកម្ចាស់ប្រាក់មួយកែនេះគឺទុកជូនលោកម្ចាស់ចាត់ចែងកិច្ចការឲ្យខ្ញុំលោកម្ចាស់សូមអញ្ជើញទទួលយកបានប្រាក់មួយកែនេះយើងនឹងយកទៅចែកតាមឋានៈតូចឋានៈធំបើមានសាលាស្រុកប្រកាសជាមានសាលាក្រុងបើមានសាលាក្រុងប្រកាសជាមានដល់ឋានៈព្រមអត់តនៅឯរាជធានីឯណោះរឿងនេះមិនមែនជាការងាយទេណាបើខ្ញុំគិតមិនបានដិតដល់ទេយ៉ាប់អើយលើកនេះសូមលោកម្ចាស់ជួយផងជំរះរឿងក្តីមានតែមជ្ឈបាយមួយគត់គឺប្រាក់មុនច្បាប់ក្រោយប្រាក់គឺច្បាប់បើប្រើច្បាប់មុនទៅប្រើប្រាក់ក្រោយច្បាស់ជាចាញ់ហើយ ត្រូវហើយប៉ុន្តែប្រាក់មួយកេសនេះគឺខ្ញុំបានប្រមូលអស់ពីផ្ទះហើយបើសិនជាទាច្រើនជាងនេះទៀតខ្ញុំអត់មានទៀតទេតែលោកដឹងទេបើម្ដាយរបស់ក្មេងនោះមិនទៅប្តឹងដល់រាជធានីរឿងនេះខ្ញុំអាចដោះស្រាយឲ្យលោកបានប៉ុន្តែបើពួកគេទៅដល់រាជធានីហើយលោកមិនត្រឹមតែឲ្យប្រាក់ខ្ញុំមួយកេសនេះទេខ្ញុំដឹងក្តីលើកនេះតវ៉ាក៏ចាញ់មិនតវ៉ាក៏ចាញ់ដែរដូចតែគ្នាទេមិនទេលោកម្ចាស់លោកមិនដែលលើគេនិយាយទេវាសាលាស្រុកបាយទៅខាងត្បូងបើមានមូលហេតុអត់មានប្រាក់ក៏មិនចូលទៅឲ្យសោះតែបើមានប្រាក់ចូលដល់ដៃហើយខៀវក្រហមក៏អាចជួយឲ្យខ្លាយទៅជាសដែររឿងនេះសូមលោកម្ចាស់ជួយផងសូមជួយផងកុំអារម្មណ៍អីលោកម្ចាស់តងមិនមកសួរសុខទុក្ខលោកម្ចាស់តងម៉ៃសូមគោរពលោកម្ចាស់អង្គុយចេញអង្គុយខ្ញុំហៅនាងមកគឺចង់សួរនាងតើជីវភាពនាងយ៉ាងម៉េចទៅហើយនាងកុំអារម្មណ៍អីបើអត់មានអ្នកណាថែទាំនាងខ្ញុំនឹងថែទាំនាងបានល្អមិនឲ្យជ្រុះសក់មួយសរសៃទេបាននេះមានការអីនិយាយប្រាប់លោកម្ចាស់តាមត្រង់ទៅពេលដែលលោកចាស់នៅរស់ពួកយើងទុកគាត់ដូចជាបងប្អូនអញ្ចឹងបើសិនជានាងមានសំណុំពរអីលោកម្ចាស់ប្រកាសជាជួយនាងអរគុណលោកម្ចាស់ដែលឈឺឆ្អាតចំពោះខ្ញុំជីវភាពខ្ញុំបច្ចុប្បន្ននេះនៅអាចដោះស្រាយបានម្យ៉ាងទៀតលោកចាស់ក៏អាសាមកមើលខ្ញុំដែរបើមានសំណុំពរអីទោះជាខ្ញុំមិននិយាយក៏គាត់មិននិយាយដែរនាងចង់និយាយថាលោកចាស់នោះឧស្សាហ៍មករកនាងណែត្រូវហើយគាត់បច្ចុប្បន្នខ្ញុំខ្លាំងណាស់ហើយអាតាលោកចាស់នេះពលឹងរបស់គាត់មិនព្រមទៅណាសោះពេលដែលនៅរស់ណាមិនចេះស្រឡាញ់ប្រពន្ធទេមិនស្មានថាពេលដែលស្លាប់ទៅបាយទៅតាមប្រពន្ធឲ្យស្អិតទៅវិញមនុស្សជឿធម៌ព្រះណាស្អីក៏អត់មានដែរយើងគិតយ៉ាងម៉េចទៅអីយ៉ាវាមកវិញក៏ដោយមិនមកវិញក៏ដោយឥឡូវនេះវាស្លាប់បាត់ទៅហើយនាងចាត់ទុកដូចជាការយល់សពទៅចោត្រូវហើយតុងមិនជូនលោកម្ចាស់មកពេងហ្នឹងហើយខ្ញុំស្លោកម្ចាស់យើងឲ្យតែប្រឹក្សារឿងបបាយយ៉ាងណាក៏លោកយល់ព្រមដែរត្រូវណែតុងមិនយើងញ៉ាំស្រាហើយចាំនិយាយគ្នាតាមក្រោយដល់ពេលសវឹងហើយនិយាយការពិតណានាងកុំព្យាអាសន្ន
ខ្ញុំជូនលោកម្ចាស់មីពេងជូនពលលោកម្ចាស់សម្រាប់គ្រប់កិច្ចការឡើងបនឡើងសាក់ជានេះ លោកផឹកតង់មិនយ៉ាងមិនក៏នាងយកសាចាស់លើលោកម្ចាស់អញ្ចឹង ត្រូវហើយបើនាងមិនចង់ផឹកក៏មិនត្រូវចាស់លើលោកម្ចាស់អញ្ចឹងដែរ ហ្នឹងហើយប្រដេផ្ដាស់ ខ្ញុំបានធ្វើអញ្ចឹងទេ អូនាងចង់និយាយថាស្រានេះវាចេះចាស់ខ្លួនឯងលើមុខខ្ញុំហ៎ហ៎ តង់មិនឆាប់ជូនមុខជូនលោកម្ចាស់ភ្លាមទៅ ចា តឆាប់ឡើងណាឆាប់ សុំតោះលោកម្ចាស់សុំតោះ អាយ៉ាកសែនេះក្អូបដល់ហើយកសែនេះ លោកម្ចាស់កូនដៃចាស់ រៀបដៃកាន់តែក្រអូបទៀតអូយមែនលោកម្ចាស់អូយជួយផងលោកម្ចាស់ជួយផង ចន្ទនាគេអីក៏ធ្ងោខ្លាំងម្ល៉េះណែឆាប់ទៅមើលមើល ចំជិះផ្ដាស់មែនយើងកំពុងតែសប្បាយអ្នកណាហ៊ានមកអុកឡុកលោកម្ចាស់គឺពុកម្ដាយគេមិនប្តឹងធ្វើពាវគេថាបើក្មេងមិនបាត់យំទេគេមិនសុខចិត្តទេចំជិះផ្ដាស់មែនពួកឯងមកតាមយើងបាទ ជំរាបលោកម្ចាស់អ្នកស្រុកបច្រាណាសូមជួបលោកម្ចាស់ លោកម្ចាស់ បងប្អូនតាមស្ងៀមមានការនិយាយមកណែនិយាយតាមសម្រួលនិយាយមុន ជំរាបលោកម្ចាស់កូនខ្ញុំត្រូវធ្វើពីសម្រាប់ដល់អយុធធនណា ចំជិះផ្ដាស់មែនអត់មានផ្ោះតាំងឯមួយមកកាច់គេយើងឲ្យឯងនិយាយម្ដងទៀតបាននិយាយខុសយើងវាយឯង30ដំបងឆាប់និយាយម្ដងទៀត ពិតមែនណាលោកម្ចាស់វាសម្រាប់កូនខ្ញុំមែនលោកម្ចាស់អើយវាសម្រាប់កូនខ្ញុំមែនលោកម្ចាស់លោកម្ចាស់ជិះខ្ញុំទៅអយុធធនណាលោកម្ចាស់វាសម្រាប់កូនខ្ញុំណា ចាំមើលនោះអូយមិនចាំជារបស់យើងទេកុំរើជាមានប្រាក់របស់យើងទេកុំរើយកឲ្យយើងវិញកុំរើអូហើយឆាប់យកវិញអើយមានប្រាក់យើងអស់ហើយអាលីលចាស់ហាន់ហើយនៅឈរណាទៀតមិនក៏មិនទៅតាមមកឆាប់ឡើងឆាប់ទៅលោកចាស់កុំរំអីអើយឆាប់ទៅត្រូវតែយកប្រាក់នោះមកវិញប្រាក់នេះជារបស់យើងបើយកមិនបានទេពួកឯងកុំជួបយើងអសោះ